Sai bong bong okគ្នាថ្ងៃនោះមានបងប្អូនម្នាក់គាត់បានអញ្ជើញមកជួបវិជ្ជាមទិដ្ឋានសូរិសាដើម្បីពិគ្រោះសក្បាលរបស់គាត់បងប្រុសគាត់បានគិតថាសក់របស់គាត់ជ្រុះតាំងពីកំណើតតែពេលដែលវិជ្ជាមទិដ្ឋានសូរិសាពិនិត្យជូនគាត់រួចរាល់សក់របស់គាត់មិនមែនជ្រុះតាំងពីកំណើតនោះទេគឺបងប្រុសគាត់ប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃរបស់គាត់ខុសដោយប្រើសាប៊ូខុសញ៉ាំទឹកតិចហើយនិងញ៉ាំជាតិផ្អែមខ្លាំងពេកតទៅពីវិជ្ជាមទិដ្ឋានសូរិសាពិនិត្យជូនគាត់រួចរាល់វិជ្ជាមទិដ្ឋានសូរិសាបានណែនាំគាត់ពីសេវាកម្មមួយចំនួននិងផ្លាស់ប្ដូរទម្លាប់មុខការរស់នៅមួយចំនួនហើយរូបនេះដែរជារូបខែទី1ដែលបងប្រុសបានអញ្ជើញមកទទួលសេវាកម្ម Premium Hair Growth Program នៅ clinic របស់យើងហើយរូបនេះដែរជារូបខែទី2រីឯចំណែករូបនេះវិញជារូបខែទី3ដែលគាត់បានអញ្ជើញមកតាមថ្ងៃណាត់របស់វិជ្ជាមទិដ្ឋានសូរិសាថាសក់របស់បងប្រុសដោះច្រើនជាងមុនខ្លាំងមែនតើសូមបងប្អូនទាំងអស់គ្នាអស់សង្ឃឹមក្នុងការដោះសក់ហើយមានភាពជឿជាក់បងប្អូនទាំងអស់គ្នាកុំអស់សង្ឃឹមឬក៏បារម្ភអីវិជ្ជាមទិដ្ឋានសូរិសាអាចជួយបងប្អូនបានព្រោះគាត់ជំនាញឯកទេសខាងផ្នែកស្បែកក្បាលបងប្អូនទាំងអស់គ្នាមានចម្ងល់បន្ថែមបងប្អូនអាចឆាតចូល Page ឬក៏ Telegram បានអរគុណ